ថ្ងៃនេះមានមុខម្ហូបចុះបាយមួយមុខទៀតហើយដើម្បីមកបង្ហាញបងប្អូនទាំងអស់គ្នាហើយមុខម្ហូបមួយមុខនេះដែរបងប្អូនហើយបានញ៉ាំរឿងមេតិចជាមួយនឹងអន្លក់ជាពិសេសអន្លក់អ្នកខាត់ស្វាយរៀងដែលសម្បូរមែនតែនជាមួយនឹងចន្ទុលភ្នំក៏ដូចជាកូនតកូនតូចហើយជាពិសេសនោះកូនរំចង់តូចតែម្ដងហើយបន្លែដែលឆ្ងាញ់មួយមុខទៀតហ្នឹងគឺមានតាគៀតបងប្អូនហើយជាមួយនឹងបន្លែផ្សេងទៀតហ្នឹងគឺថាត្រូវគ្នាខ្លាំងមែនតែនដោយសារតែថ្ងៃនេះឃើញប្រទេសអ៊ំសម្បូរផ្លែកសាំងវានៅច្រើនអញ្ចឹងនេះខ្ញុំទៅរកផ្លែកសាំងដើម្បីបេះទុកធ្វើជាមុខម្ហូបផ្សេងចំពោះផ្លែកសាំងបើសិនជាទុកឲ្យទុំជ្រុះមិនសូវជាមានអ្នកយកមកប្រើប្រាស់ប្រហែលទេឃើញផ្លែច្រើនពេកនៅប្រទេសអ៊ំមិនដឹងខែប្រាំងខែវស្សាទេបងប្អូនហើយមានទាំងចាស់មានទាំងខ្ចីហើយមានទាំងទុំថែមទៀតដូច្នេះហើយនេះខ្ញុំទៅបេះមួយចំនួនដើម្បីឆ្កៀលសាច់របស់វានឹងទុកប្រើប្រាស់តាមតម្រូវការអញ្ចឹងណាព្រោះអីយើងឆ្កៀលទុកទៅយើងដាក់ខ្លះសេបងប្អូនយើងត្រូវការប្រើពេលណាក៏បានដែរមិនថាស្លម្ជូរឬក៏ធ្វើជាមុខម្ហូបផ្សេងជាបុកកសាំងជាមួយនឹងប្រហុកមួយអីអញ្ចឹងបងប្អូនហើយដោយឡែកថ្ងៃនេះបន្ទាប់ពីនាងខ្ញុំបេះបានមកកត្រកហើយគឺយកទៅលាងសម្អាតជាមួយនឹងទឹកស្អាតសិនដោយសារតែជ្រុះនៅលើផុកផងលើដីផងអញ្ចឹងបងប្អូននៅផ្ទះអ៊ំតែម្ដងបន្ទាប់ពីបេះកសាំងបានមកកត្រកនោះអ៊ំក៏សួរថាយកទៅធ្វើមកអីនេះខ្ញុំថាយកទៅទុកធ្វើមុខម្ហូបផ្សេងនឹងឯងអ៊ំស្រាប់តែអ៊ំហ្នឹងយកទៅញ៉ាំជាមួយត្រីអាំងហ្មងទៅដោយសារតែគាត់ហ្នឹងសម្បូរត្រីដែរដោយសារតែបងប្រុសជីដូនមួយហ្នឹងគឺគាត់ដាក់បកាយបានច្រើនមែនតើបងប្អូនហើយឃើញបេះកសាំងបានហ្នឹងគឺគាត់ដុសត្រីឲ្យមកអាំងតែម្ដងហើយវាថាសុទ្ធតែមេក្រាញ់និងអណ្ដែងធំខ្លាំងមែនតើទៅរកតែកសាំងទេស្រាប់តែមកវិញអ៊ំឲ្យត្រីមួយចំនួនទៀតបងប្អូនហើយនិយាយពីថាចិត្តល្អមែនតើមិនថាកូនត្រីឬក៏ត្រីធំទេឲ្យតែគាត់មានទៅជួបហ្នឹងគឺថាវិចខ្ចប់ឲ្យហើយមានតែក្តារមានអីអញ្ចឹងតាមរដូវកាលអញ្ចឹងបងប្អូនហើយបន្ទាប់ពីយកកសាំងក៏ដូចជាត្រីមកដល់ផ្ទះគឺចាប់ផ្ដើមបង្កាត់ភ្លើងដាក់អាំងត្រីតែម្ដងហើយនាងខ្ញុំក៏ចាប់ផ្ដើមពុះកសាំងបុកជាមួយនឹងប្រហុកបងប្អូនកំពុងតែអង្គុយរៀបចំធ្វើម្ហូបបានមកសន្ធោសនិយាយពីថាខ្យល់មកវូតែម្ដងដោយសារតែមេឃក៏រកភ្លៀងចាប់ផ្ដើមឆ្កៀលកសាំងដើម្បីទុកបុកហើយមើលត្រីវិញក៏បានឆ្អិនរួចរាល់ផងដែរបងប្អូនត្រីដាក់បកាយនិយាយពីថាធំមែនតែនហើយត្រីស្រែបែបនេះញ៉ាំជាមួយអីក៏ជាតិដែរហើយមេឃក៏ចាប់ផ្ដើមបង្អុរភ្លៀងនាងខ្ញុំមកទៅបិទបង្អួយសិនដោយសារតែខ្យល់ខ្លាំងពេកបន្ទាប់ពីបិទបង្អួយរួចហើយក៏ចាប់ផ្ដើមមកបុកកសាំងវិញចំពោះកសាំងបុកជាមួយប្រហុកគឺនាងខ្ញុំប្រើកសាំងជាមួយខ្ទឹមសក៏ដូចជាម្ទេសហើយបន្ទាប់មកទៀតក៏បន្ថែមប្រហុកបរិមាណតិចតួចទេបងប្អូនបើសិនជាចូលចិត្តច្រើនបងប្អូនអាចដាក់ច្រើនជាងនេះឬក៏បងប្អូនបន្ថែមជាមួយនឹងត្រីឆ្អើរក៏បានដែរហើយបន្ទាប់ពីបុករៀងល្អិតបន្តិចហើយនាងខ្ញុំប្រើម្សៅស៊ុបក៏ដូចជាប៊ីចេងបន្តិចផងដែរហើយសម្រាប់កសាំងបុកនេះដែរបងប្អូននាងខ្ញុំអត់ប្រើស្ករទេដោយសារតែចូលចិត្តរសជាតិបែបធម្មជាតិរសជាតិជូរចេញពីកសាំងអញ្ចឹងណាហើយសម្រាប់ថ្ងៃនេះគឺញ៉ាំជាមួយនឹងបាយកកបងប្អូនហើយនៅសល់បាយកកបាតឆ្នាំងអញ្ចឹងនិយាយថាត្រូវគ្នាតែម្ដងត្រីអាំងក៏បានឆ្អិនរួចរាល់ចំណែកឯកសាំងបុកប្រហុករបស់យើងក៏រួចរាល់ផងដែរជាមួយនឹងត្រីអាំងរបស់យើងនោះបងប្អូនហើយនិយាយថាឈ្ងុយមែនតែនបេះប្រកបជាមួយនឹងប្រហុកកសាំងរបស់យើងជាពិសេសជាមួយអន្លក់អ្នកខាត់ស្វាយរៀងមួយនេះដូចជាចន្ទុលភ្នំក៏ដូចជាអន្លក់ផ្សេងទៀតនិយាយថាដាក់ទៅឡើងជាតិពេញមាត់ហើយជាពិសេសអមជាមួយនឹងបរិយាកាសបែបធម្មជាតិដែលមេឃកំពុងតែភ្លៀងត្រជាក់មានបាយកកញ៉ាំបែបនេះទៀតបងប្អូនហើយនិយាយថារសជាតិចង់ញ៉ាំម្ដងហើយម្ដងទៀតបើសិនជានៅប្រទេសហើយមានកសាំងច្រើនណាបងប្អូនអាចបេះឆ្កៀលទុកធ្វើមុខម្ហូបមុខនេះបានគឺបុកកសាំងជាមួយនឹងប្រហុកឬក៏លេជាមួយនឹងត្រីឆ្អើរអីបងប្អូនតាមចំណង់ចំណូលចិត្តបានហើយអ្វីដែលពិសេសនោះគឺអន្លក់បែបធម្មជាតិប្រភេទណាក៏បានតាមតំបន់ដែលបងប្អូនរស់នៅសម្រាប់មុខម្ហូបត្រីអាំងប្រកបជាមួយនឹងកសាំងបុកប្រហុករបស់នាងខ្ញុំគឺមានតែប៉ុណ្្នឹងទេចុងក្រោយអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចង់បានវីដេអូថ្មីទាក់ទងនឹងការធ្វើម្ហូបក៏ដូចជាជីវភាពរស់នៅកុំភ្លេចជួយ follow page បាយម៉ែម្នាក់មួយអរគុណ